យល់ទៅមានខមមិនបងប្រុសម្នាក់ដែលថាខ្ញុំភ្លេចកំណើតភ្លេចស្រុកស្រែឬក៏ភ្លេចមិត្តភ័ក្តិអីចឹងបងប្អូនអាចអានលើខមមិនគាត់បានអញ្ចឹងរួមទៅចែអឺខ្ញុំតាមពិតអាយុគាត់ប្រហែលជាអាចប្អូនខ្ញុំនេះគាត់ថាមនុស្សខ្ញុំគឺមានសុជីវធម៌ក្នុងការគោរពចេះឲ្យតម្លៃមនុស្សជុំវិញខ្លួនហើយបើសិនជាខ្ញុំអត់ស្គាល់គាត់មែនហើយឲ្យខ្ញុំទៅបខំឲ្យខ្ញុំទៅថាខ្ញុំស្គាល់គាត់មិនកើតបើគាត់ច្រឡំមែនហើយអញ្ចឹងមនុស្សខ្ញុំអត់ចូលចិត្តបំភ្លេចសារធាតុដើមឬក៏ដើមកំណើតមកពីណាទេហើយរាល់ថ្ងៃនេះក៏ខ្ញុំតែងតែបង្ហោះរឿយៗថាខ្ញុំជាកូនអ្នកសុកស្រែអ្នកចំការខ្ញុំមិនដែលភ្លេចដើមកំណើតទេមុននឹងថាខ្ញុំភ្លេចកំណើតប្រើភាសាសូមបងមេត្តាឲ្យជួយរៀននិយាយឲ្យមានសុជីវធម៌ខ្លះផងដោយសារអីអឺដូចខ្ញុំនិយាយចឹងថាខ្ញុំអត់បានស្គាល់គាត់ទេហើយក្នុងការបកស្រាយនេះខ្ញុំគ្រាន់តែចង់ប្រាប់គាត់ថាក្រែងគាត់យល់ច្រឡំហើយខ្ញុំអត់មានបានខឹងគាត់ទេអញ្ចឹងហើយមុននឹងបងថាខ្ញុំអញ្ចេះអញ្ចោះដូចខមមិនអញ្ចឹងពាក្យអសរខ្លាំងមែនទែនឥឡូវឧទាហរណ៍ថាចេះឥឡូវគេចោទថាបងឯងទៅលួចរបស់អ្នកនេះរបស់អ្នកនោះអានឹងលក្ខណៈថាដូចយើងចាជន់ដានចោលអញ្ចឹងឥឡូវបងឯងមានអារម្មណ៍បែបណាឥឡូវទាំងបងឯងមិនទាន់ស្គាល់ខ្ញុំពីពងសាវតាខ្ញុំច្បាស់ផងហ្នឹងបងឯងមកចោទខ្ញុំសិតថាខ្ញុំអាភ្លេចកំណើតស្រុកស្រែអញ្ចឹងមួយចុះពីខ្ញុំអត់ខឹងទេបងប៉ុន្តែគ្រាន់ថាយើងជាមនុស្សដូចគ្នាយើងអាចនិយាយភាសាមួយឲ្យល្អស្ដាប់ជាងហ្នឹងក៏បានដែរបើតាមពិតទៅដូចខ្ញុំនិយាយភាសាទៀតចឹងថាបងអាយុប្អូនខ្ញុំទេបើមើលតាមទម្រង់មុខមើលតាមនេះទៅគឺប្អូនខ្ញុំឆ្ងាយណាស់បាទប៉ុន្តែគ្រាន់ថាខ្ញុំចូលចិត្តឲ្យតម្លៃខ្ញុំមកចូលចិត្តមនុស្សខ្ញុំមានសុជីវធម៌អញ្ចឹងហើយបើសិនជាបងថាឆ្ងល់ថាខ្ញុំភ្លេចកំណើតមែនឬក៏មិនភ្លេចកំណើតមែនបងប្អូនបងឬក៏បងប្អូនយើងហ្វេនអាចចូលតាមដានតាមเพจរបស់ខ្ញុំអាសាតាមដានខ្ញុំទៅដឹងហើយថាខ្ញុំមកពីណាមកពីណីហើយខ្ញុំតែងតែប្រាប់ទៅកាន់បងប្អូនយើងក៏ដូចហ្វេនថាខ្ញុំដើមកណ្ដាលជាកូនអ្នកស្រែចម្ការកើតចេញពីការជិះអកកេះអកកណ្ដងហើយខ្ញុំតែងតែបង្ហោះរាល់សកម្មភាពដែលខ្ញុំធ្លាប់ធ្វើកន្លងមកដូចជាធ្វើសុកស្រែចម្ការមិនថាយកឃ្មុំយកអីឬក៏រោត្រីរោអីខ្ញុំតែងតែចូលចិត្តជីវិតបែបសាមញ្ញបែបនេះខ្ញុំអត់ដែលបំភ្លេចធាតុដើមឬក៏ភ្លេចស្រុកកំណើតឬក៏ឆ្មើងឆ្មៃទៅកាន់បងប្អូនអ្នកស្រុកភូមិខ្ញុំឬក៏មិត្តភក្តិខ្ញុំទេហើយដូចបញ្ជាក់ម្ដងទៀតថាខ្ញុំអត់បានស្គាល់គាត់ទេអត់ធ្លាប់តែធ្វើការនៅកពតនឹងទេលោកដៃលោកសំណងទេហើយខ្ញុំនិយាយក៏មិនបានទៅនិយាយភាសាអសរុះឬក៏ទៅខឹងបងប្អូនប្រុសម្នាក់ហ្នឹងជេរគាត់ថាគាត់ទេតែផ្ទុយទៅវិញគឺបងខ្លួនឯងទេបែរជាមិនស្គាល់ខ្ញុំច្បាស់ផងមិនស្គាល់បងប្អូនប្រុសម្នាក់ទៀតផងដែលគាត់ថាខ្ញុំជាមិត្តភក្តិគាត់វាអត់មានរឿងអីចម្លែកជួនកាលមនុស្សយើងវាអាចថាយល់ខុសយល់ច្រឡំគ្នាជារឿងធម្មតាទេអញ្ចឹងហើយយើងបើកចិត្តឲ្យទលេមកអញ្ចឹងហើយសូម្បីតាម្ចាស់គេហ្នឹងណាដែលបងអូនប្រុសថាច្រឡំខ្ញុំហ្នឹងគាត់បានប្រាប់ដែរថាគាត់ច្រឡំមែនដល់គាត់ស្ដាប់ខ្ញុំនិយាយទៅគាត់អាចថាគាត់មើលភិនភាគឬក៏អីយូរទៅគាត់ថាគាត់ច្រឡំមែនអញ្ចឹងហើយសូមម្ដងទៀតម្ដងទៀតអញ្ចឹងហើយសូមរៀនឲ្យមានសុជីវធម៌ជាងនឹងបន្តិចទៅព្រោះយើងជាកូនខ្មែរដូចគ្នាពេលល្អមានចានក្នុងការនិយាយអញ្ចឹងហើយខ្ញុំអត់មានអីនិយាយច្រើនគឺតែប៉ុណ្្នឹងចរិតរបស់ខ្ញុំធាតុដើមរបស់ខ្ញុំមកពីណាគឺខ្ញុំដឹងហើយមនុស្សខ្ញុំប្រកាន់ភ្ជាប់យកភាពសច្ចធម៌គុណធម៌ភាពមានមេត្តាធម៌ឲ្យតម្លៃមនុស្សជុំវិញខ្លួនខ្ញុំអត់ចេះឆ្មើងឆ្មៃខ្ញុំចូលចិត្តនិយាយអ្វីដែលជាការពិតអញ្ចឹងហើយគឺមានតែប៉ុណ្ណឹងអញ្ចឹងហើយគួរកែចរិតនឹងចេញទៅអរគុណអូផ្លេចចេះខ្ញុំចង់និយាយប្រាប់ថាតាមពិតមនុស្សខ្ញុំចិត្តតលីហើយខ្ញុំចូលចិត្តក្នុងការរាប់អានគេណាស់ប្រស្រ័យតាក់ទងមិនថាមិត្តភ័ក្តិចាស់មិត្តភ័ក្តិថ្មីឬក៏អ្នករួមការងារជាមួយគ្នាស្គាល់គ្នារយៈពេលខ្លីក៏ដោយខ្ញុំចង់ឲ្យពួកគាត់ឆាបមកលេងខ្ញុំណាស់ឬក៏អីអញ្ចឹងដោយសារអីជួនកាលទៅយើងធ្លាប់ស្គាល់គ្នាពីមុនមកយូរហើយតែអញ្ចឹងយើងបែកគ្នាទៅអ្នកខ្លះក៏ទៅស្រុកឆ្ងាយខេត្តឆ្ងាយអញ្ចឹងណាអញ្ចឹងយើងអត់សូវចាំគ្នាទេអញ្ចឹងហើយបានគេឆាតមកគេរំលឹកយើងអរគុណមែនទែនហើយក៏មិនតិចដែរមានមិត្តភ័ក្តិខ្ញុំទាំងមិត្តភ័ក្តិជំនាន់រៀនទាំងមិត្តភ័ក្តិធ្លាប់ធ្វើការជាមួយគ្នាមិនថាធ្វើជាពលករផ្សេងមិនថាស៊ីឈ្នួលគេមិនថាជាងតាមអកកណ្ដងអកេះអ្នកសិល្បៈសិតតែឆាតមកនៅពេលដែលយើងនិយាយហេតុផលទៅកាន់គ្នាទៅគឺយើងទទួលយកបានគឺអត់មានចេះខឹងគ្នាចេះអីទេគឺមានតែសប្បាយចិត្តដែលបាននិយាយជាមួយគ្នាជជែកជាមួយគ្នាអញ្ចឹងហើយខ្ញុំចង់មែនទេចង់ឲ្យតែមានអ្នកដែលឆាតមកឆ្លាញ់យើងចូលចិត្តយើងស្គាល់គ្នាច្រើនទេតែដូចខ្ញុំនិយាយថាបើកវងកញ្ចក់បន្តិចចុះយើងអត់ស្គាល់គេទេអញ្ចឹងហើយបើសិនតែយើងឆ្លើយថាយើងស្គាល់គេខ្ញុំមិត្តភ័ក្តិគេមិនមែនយើងចិត្តចង្អៀតទេប៉ុន្តែយើងកុំបោកប្រាស់ផ្លូវអារម្មណ៍គេកុំបោកប្រាស់ផ្លូវចិត្តគេដូចថាអញ្ចឹងយើងអត់ស្គាល់គេផងហើយយើងដូចថាយើងអត់ស្រឡាញ់គេចាស់ស្រឡាញ់នារីម្នាក់ស្រីម្នាក់យើងអត់បានស្រឡាញ់គេយើងទៅបោកប្រាស់ទំនុកទុកចិត្តគេឬក៏មិត្តភ័ក្តិអញ្ចឹងយើងដើរជាមួយគ្នាបោកទំនុកទុកចិត្តរបស់មិត្តភ័ក្តិយើងថ្ងៃក្រោយទៅគេមានសង្ឃឹមអីជាមួយយើងទៀតអញ្ចឹងអារឿងហ្នឹងរឿងតូចបំផុតអញ្ចឹងហើយយើងគ្រាន់តែបកស្រាយតាមសម្រួលទៅអញ្ចឹងបើសិនជាករណីថាបងប្រុសម្នាក់ហ្នឹងទទួលយកបាន
ក៏ខ្ញុំសប្បាយចិត្តបើសិនជាគាត់ទទួលយកមិនបានក៏ខ្ញុំអត់ដឹងថាបខំគាត់មិនដែរព្រោះខ្ញុំអត់មានជាមិត្តភក្តិគាត់មែនហើយខ្ញុំខ្លាចគាត់មានការយល់ច្រឡំហើយគិតមកលើខ្ញុំថាមិត្តភក្តិឧទាហរណ៍ថាខ្ញុំមិនមែនមិត្តភក្តិគាត់អញ្ចឹងគាត់ខឹងខ្ញុំថាដូចថាត្រូវជាមិត្តភក្តិគាត់អញ្ចឹងថ្ងៃក្រោយគាត់ជួបមិត្តភក្តិគាត់ប្រកបទៅជាមានបញ្ហាថាអញលើកមុនអញឆាតទៅវារឹកពីអញ្ចឹងមួយចុះពីឥឡូវពេលដែលជួបវាធ្វើធម្មតាអាហ្នឹងវាបញ្ហាហ្នឹងវាត្រូវអញ្ចឹងយើងបកស្រាយទៅកុំឲ្យមានការយល់ច្រឡំវាមានអីខុសទាស់ទេអរគុណបាទ